បងប្អូនណាថ្ងៃហ្នឹងឲ្យថាចង់ស្លប្រហើតែឲ្យមានសក្រីបងប្អូនហើយខ្វះសពបែបគ្រឿងនឹងអស់ត្រូវការយំឆាយំអីផងដែរក៏នឹកឃើញទៅផ្ទះម៉ែទៅបោចយកមកបងប្អូនមកគុំគឺយកទាំងអស់ហ្មងបោចសក្រីហើយបងប្អូននៅក្បែរហ្នឹងក៏មានដើមក្រូចសើចដែរពីរបីដើមមកបងប្អូនបេះស្លឹកក្រូចសើចយកមកទៀតបងប្អូនបានឡើងមកកភ្លុះនឹងឲ្យតែខ្វះគ្រប់គ្រឿងទៅផ្ទះម៉ែអត់ដែរចេះខកបំណងទេបងប្រុសខ្ញុំក៏ថាចង់ច្រាមប្រហុកក៏ច្រាមប្រហុកឲ្យកូននោះបានតិចទៀតទៅបងប្អូនចឹងម្ហូបហ្នឹងគឺមានពីរមុខតែបានបង្ហាញពីរឿងច្រាមប្រហុកទេបងកាត់គល់ព្រៃកាត់អីហើយអស់ហ្នឹងទៅយកមកដល់ផ្ទះរៀបចំធ្វើគ្រឹះត្រូវរបស់យើងទៀតបងប្អូនណាហើយគ្រឿងរបស់ខ្ញុំហ្នឹងគឺមានស្លឹកគ្រៃបងប្អូនខ្ញុំយកតែស្លឹកទេបងប្អូនយកមកហាន់ឲ្យល្អិតហើយយកទៅបុកជាមួយល្មៀតនិងខ្ទឹមហើយនឹងអង្គដែលដាក់ត្រាំណាបងប្អូនហើយបងប្អូនណាខ្លះធ្លាប់ស្លប្រហើបុកអង្គដូចខ្ញុំបងប្អូនខ្ញុំចេះនេះមកពីម៉ែក្មេកខ្ញុំដែរទេបងប្អូនគាត់នៅខាងកំពង់ចាមគេស្លបែបហ្នឹងបុកគ្រឿងនិងអង្គលាយចូលគ្នាទុកម្ដុំបងប្អូនហើយយើងមកបេះត្រីខ្ញុំប្រើត្រីអាំងបងប្អូនបេះទុកម្ដុំមកហើយកំពុងតែស្លហ្នឹងស្រាប់តែមានគេមកកំងថាឲ្យឆាដើមតុងមួយរត់តែឆាឲ្យគេបងប្អូននេះលេងគ្រឿងត្រូវគល់ក្រៃម្ដេងលក្រូចអីហើយអស់ហ្នឹងក៏រៀបចំដាក់តុងចូលបងប្អូនហើយនេះតុងកាត់វាជាកង់ហ្នឹងលាងទឹកឲ្យស្អាតហើយគេដាក់ចូលឆាដល់ឡើងមកទទួលឆ្អិនបាត់រៀបចំដាក់ប្រអប់ដាក់អីគេទៅបងប្អូនហើយក៏ឆ្លៀតមកធ្វើម្ហូបយើងទីពេលធ្វើម្ហូបឆ្អិនហើយអីហើយហ្នឹងក៏អត់មានទាន់បានហូបឬក៏បានដួសយកមកថតបង្ហាញបងប្អូនដែរឡាយតែរវល់ទៅលក់អីនៅមុខទៀតបងប្អូនកូនហើយប្តីក៏រៀបចំទឹកមុនអស់នៅតែឯងហ្នឹងចុងក្រោយគេទៅដួសអូនសារទឹកហ្នឹងផុកខ្ទេចខ្ទីអស់លីងថាបានថតរូបរាងឲ្យបានស្អាតចឹងបងប្អូនតើបានស្អាតទេដួសខ្ទេចអស់ឥឡូវហេវចាំកាលណាទៀតញាត់យកមកបងប្អូនអើយទឹកក៏មិនទាន់មួយអីក៏មិនទាន់មួយដែរនិយាយវាកាយញាត់មកដៃហ្នឹងញាប់ឆ្មេមកបងប្អូនហើយហូបហុកហូបដៃបានឆ្ងាញ់បងប្អូនមើលហេវពេកហត់ហើយជប់ជ្រៅណាស់ហើយគេហូបហើយអស់ហើយនៅម្នាក់ឯងហ្នឹងកាយញាត់មកបងប្អូនអរគុណច្រើនសម្រាប់វីដេអូនេះអរគុណច្រើន